ទិសដៅចិនក្រោមការដឹកនាំរបស់លោកស៊ីជីនពីនរយៈពេលនៃការគ្រប់គ្រងប្រទេសរបស់លោកស៊ីជីនពីនកន្លងមកបានធ្វើឲ្យចិនកាន់តែមានឥទ្ធិពលខ្លាំងលើឆាកអន្តរជាតិតាមរយៈការពង្រីកខ្លួនរបស់ចិនកាន់តែខ្លាំងទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកយោធាបែបនេះហើយទើបយើងអាចមើលឃើញថាចិននឹងរឹតតែខ្លាំងក្លារហូតថែមទាំងអាចប្រកួតប្រជែងជាមួយនឹងអាមេរិកបានថែមទៀតផងហើយថ្មីនេះចិនបានធ្វើវិសោធនកម្មច្បាប់ដោយលុបចោលការកំណត់អាណត្តិប្រធានាធិបតីក្នុងនោះផងដែរមានទស្សនៈរបស់អ្នកវិភាគចិនមួយចំនួនបានលើកឡើងថាមូលហេតុដែលជំរុញឲ្យលោកស៊ីជីនពីនបន្តការកាន់អំណាចដោយបានធ្វើវិសោធនកម្មច្បាប់លុបចោលការកំណត់អាណត្តិប្រធានាធិបតីនេះគឺដោយសារតែលោកចង់បញ្ចប់រាល់គម្រោងផែនការការងារដែលលោកបានកំណត់ហើយមិនទាន់បានបញ្ចប់ដែលក្នុងនោះរួមមានទី1កំទេចចោលនៅអំពើពុករលួយឲ្យធ្លាក់ដល់សូន្យដូចជាប្រទេសសិង្ហបុរីទី2លុបបំបាត់ភាពក្រីក្រនិងបង្កើនកម្រិតសេដ្ឋកិច្ចឲ្យរឹតតែល្អសម្រាប់ប្រជាជនទី3ការស្ដារឡើងវិញនៅការការពារបរិស្ថាននិងប្រឆាំងការបំពុលបរិយាកាសទី4រៀបចំគម្រោងការងារសាងសង់ផ្លូវគោកនិងផ្លូវទឹកតភ្ជាប់តំបន់សេដ្ឋកិច្ចចិនទៅតំបន់សេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោកជាក់ស្ដែងដូចជាគម្រោងសាងសង់ផ្លូវសូត្រតំបន់ប៉ូលនិងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយឬជាភាសាអង់គ្លេសថា One Belt One Road ទី5ពង្រឹងនិងបង្កើនសមត្ថភាពយោធាជាពិសេសគឺកងទ័ពជើងទឹកនិងនាវាផ្ទុកយន្តហោះទី6ការបង្រួបបង្រួមរវាងចិននិងតៃវ៉ាន់តាមរយៈគម្រោងខាងលើនេះវាបានបង្ហាញឲ្យយើងឃើញថាលោកស៊ីជីនពីនត្រូវការពេលបន្ថែមដើម្បីសម្រេចឲ្យបានទៅតាមគោលដៅដែលបានដាក់ចេញដែលជាហេតុធ្វើឲ្យលោកចាំបាច់ត្រូវតែបន្តការអំណាចទាំងនេះគឺជាផ្នែកមួយដែលបានដកស្រង់ចេញពីសៀវភៅរដ្ឋបុរសមហាយៈចិននិងមានចំណុចល្អៗជាច្រើនទៀតដែលលោកអ្នកគួរតែស្វែងយល់អំពីសៀវភៅមួយក្បាលនេះ